process សាស្ត្រសិស្សទាំងអស់ជាទីគោរពរាប់អាននាងខ្ញុំណៃក្រុមទី2ដែលសិក្សានៅថ្នាក់ទី8អាននៃវិទ្យាល័យសម្លេងអគ្គមហាធម្មសាស្ត្រជាស៊ីប្រេងចៃហើយថ្ងៃនេះដែរនាងខ្ញុំមកធ្វើការពិសោធន៍តាក់ទងនឹងឲ្យដេកូរបស់យើងខ្លាចជាមេដៃនិងការពិសោធន៍មេដៃអាណាចិនត្រៃនិងមេដៃអចិនត្រៃហើយយើងចូលដល់ដំណើរការពិសោធន៍របស់យើងវិញម្ដងតែដំណើរការពិសោធន៍របស់យើងដំបូងគឺយើងត្រូវធ្វើឲ្យមេដៃហ្នឹងយើងត្រូវធ្វើឲ្យដេកូហ្នឹងខ្លាចជាមេដៃសិនដែលដើម្បីធ្វើឲ្យដេកូខ្លាចជាមេដៃយើងត្រូវប្រើសម្ភារៈដូចជាត្រីនិស័យមេដៃនិងដេកូជាដំបូងគឺយើងត្រូវយកមេដៃហ្នឹងទៅរកពោរបស់វាសិនគ្រូមេដៃគ្រូហើយដែលតនិចរបស់ត្រីវិស័យហ្នឹងគឺតនិចពណ៌ក្រហមគឺជាពោខាងជើងនិងតនិចពណ៌សគឺជាពោខាងត្បូងចាំពេលយើងធ្វើការឆក់ទៅយើងឃើញថាមេដៃយើងខាងផ្នែកខាងនេះគឺវាឆក់នៅពណ៌សហើយយើងធ្លាប់បានដឹងរួចមកហើយថាតតពោវាខុសគ្នាទៅវាឆក់គ្នាអញ្ចឹងអានេះវាឆក់នៅពោនៅតនិចខាងសអញ្ចឹងវាមិនមែនជាពោខាងត្បូងទេគឺវាជាពោខាងជើងដល់ពេលយើងដោះពោរបស់វាហើយយើងយកក្បាលដេកូរបស់យើងមកធ្វើការបន្តចាំពេលយើងធ្វើការបន្តហ្នឹងគឺដេកូរបស់យើងអត់ទទួលបានពោអត់ទទួលបានអតិពលឬពោដែលយើងបានបន្តទេគឺវាទទួលបានអតិពលផ្ទុយចាំពេលយើងបន្តហើយយើងធ្វើការឆក់ចាយើងដូចបានដឹងចឹងអានេះគឺជាពោខាងជើងចឹងពេលយើងទៅដល់ហើយដេកូរបស់យើងបើក៏ជាទទួលបានពោខាងត្បូងអីចឹងវាទៅឆក់នៅពោខាងជើងនៅលើត្រីវិស័យហ្នឹងគឺវាត្រឹមត្រូវហើយចឹងគឺយើងការពិសោធន៍របស់យើងទី1គឺធ្វើឲ្យដេកូខ្លាចជាមេដៃហ្នឹងឥឡូវយើងចូលមកដល់ការពិសោធន៍ទី2ទៀតដែលធ្វើយើងពិសោធន៍រកមេដៃអចិន្ត្រៃយ៍និងអាណាចិន្ត្រៃយ៍មិនទេសារយើងហោនេះឃើញហើយប៉ុន្តែយើងច្រឡំយើងភ្លេចយកទៅឆក់នៅអាណៃនេះចឹងឥឡូវយើងធ្វើការឆក់ចាគឺវាលើកបានតែបន្តិចនេះទេគឺវាអត់សូវមានអតិពលខ្លាំងទេឥឡូវដើម្បីជាយើងធ្វើការដឹងច្បាស់និងអាចប្រៀបធៀបបានយើងត្រូវធ្វើការពិសោធន៍មួយទៀតតែពិសោធន៍មួយទៀតហ្នឹងគឺយើងត្រូវការយកដេកូរុំជាមួយខ្សែភ្លើងហើយយើងយកចុងខ្សែភ្លើងហ្នឹងទៅភ្ជាប់នឹងអំបិលហើយយកទៅឆក់ឥឡូវយើងចាប់ផ្ដើមដាក់ឆក់វាបាទនេះយើងឆក់បានច្រើនជាងអញ្ចឹងមានន័យថាមេដៃដែលភ្ជាប់ជាមួយនឹងថ្មប៉លវាឆក់បានខ្លាំងជាងមេដៃដែលជាមួយនឹងដេកូធម្មតានេះរបស់យើងត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា